lơ ca nghe ở bờ trăng bật một cho bào ta một quan trái chỉ và còn là móc khai dương giống mình men chỉ cái hai tha chấm đất đào thông đi và chẳng ở ca từ tua đây nhờ ca này nom pi một cáiរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃជាមួយអគ្គស្នងការក៏វាជាតិមកគឺក្រោយពេលសកម្មភាពនេះមានការកើនឡើងបាទអញ្ចឹងយើងក៏គណៈវិជាការភាពរដ្ឋបាលខេត្តឲ្យដល់មានច័ន្ទយដាកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធរហូតដល់សហការជាមួយនឹងកម្លាំងចូលជើងតាមព្រំដែនទៀតបាទយើងចាប់ដើមដៅមកបាទដៅហើយដៅមុខដៅទីកន្លែងបាទដៅទីកន្លែងក្នុងហ្នឹងគឺយើងមានបច្ច័យពីព្រោះកន្លែងមុននោះគឺវាជ្រកក្រោមស្លាកតំបន់កំសាន្តបាទកន្លែងស្នាក់នៅបាទជាមួយនឹងមណ្ឌលពាណិជ្ជកម្មបាទអញ្ចឹងទៅតាមព្រំដែនអញ្ចឹងយើងមើលឃើញថាមានតែប្រហែលកន្លែងហ្នឹងទេបាទអញ្ចឹងគណៈវិជាការភាពរដ្ឋបាលខេត្តគឺលោកម្ចាស់ការតែម្ដងសូមចាក់យូថាដល់ជាខ្ញុំគណៈវិជាការភាពរដ្ឋបាលខេត្តលោកម្ចាស់ការបាទអញ្ចឹងចុះពិនិត្យបាទបន្ទាប់ពីបានទទួលដែលបទបញ្ជាក្តីអនុក្រឹត្យក្តីក្រោយមកយើងមានច្បាប់បាទហើយនឹងការណែនាំរបស់ពងពោះពីអាយដាមបយុនរដ្ឋមន្ត្រីស៊ុំហាប់ទៅទៀតគឺការណែនាំការផ្សព្វផ្សាយបាទហើយនឹងការចុះរួមនៅរដ្ឋបាលចំហដើម្បីពិនិត្យការងារនេះឈានទៅដំណាក់កាលចុងក្រោយគឺយើងចុះបង្ក្រាបតែម្ដងបាទអញ្ចឹងគិតតាំងពីការផ្សព្វផ្សាយការណែនាំការរដ្ឋបាលចំហគឺយើងបានលទ្ធផលច្រើនបាទទីតាំងសំខាន់ប្រមាណ300បាទមនុស្សប្រហែលជាជាង6000នាក់បាទគឺលោកបានស្ដាប់លោកបានដឹងឮបញ្ហានេះហើយចូលរួមបាទចុងក្រោយនៅទីតាំងចុងក្រោយដែលជ្រកក្រោមស្លាកមណ្ឌលកំសាន្តបាទពាណិជ្ជកម្មឬមួយក៏កន្លែងជួលស្នាក់នៅឯកជននេះគឺយើងបង្ក្រាបបាន2ទីតាំងបាទបង្ក្រាបបាន2ទីតាំងហើយក្នុងនោះយើងក៏រកឃើញនៅជនបរទេសបាទប្រហែលជាដែល300នាក់នេះហើយយើងបន្តនីតិវិធីទៅអគ្គស្នងការកោបាជាតិដើម្បីអនុវត្តបន្តបាទអញ្ចឹងកិច្ចការងារនេះគឺយើងមិនបដិបដោយទេហើយជាទិសដៅនឹងផែនការកំណត់របស់គណៈវិជាការភាពរដ្ឋបាលខេត្តដែលមានចាត់ចែងវិបាលខេត្តលោកបានកំណត់ថាធានាថានឹងមិនឲ្យមានសកម្មភាព scam online នេះមាននៅក្នុងភូមិសាស្ត្រទឹកដីខេត្តរតនគិរីទោះនៅខេត្តស្រុកក្រុងព្រំដែនឬឃុំសង្កាត់និងភូមិក៏ដោយបាទភូមិក៏ដោយនេះជាការបដិញ្ញាចិត្តខ្ពស់បាទការបដិញ្ញាចិត្តខ្ពស់ដោយឡែកការផ្ដល់សេវារដ្ឋបាលច្រកចេញចូលតែមួយរបស់ខេត្តក៏យើងខិតខំដើម្បីជំរុញឲ្យមានដំណើរការនេះផ្ដល់ជូនប្រជាពលរដ្ឋឆាប់រហ័សបាទឆាប់រហ័ស